ស្ត្រីខ្លួនឯងដឹងអត់ថាត្រូវអនាម័យខ្លួនប្រាណដូចមិនដេចក្រោយពេលរួមភេទដើម្បីកុំឲ្យងាយឆ្លងជំងឺនិងកុំឲ្យមានបញ្ហាក្នុងការរលាកបង្ហួរនោះក្រោយការរួមភេទសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតលំចាមនីរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនិងជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាលនិងសម្ភព DOTOP ដែលមានទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យប្រធានបទថ្ងៃនេះគឺចង់លើកយកពីអនាម័យខ្លួនប្រាណក្រោយពេលរួមភេទសម្រាប់បងប្អូនស្ត្រីរបស់យើងដើម្បីការពារកុំឲ្យគាត់ងាយកើតជំងឺឆ្លងឬមួយក៏មានបញ្ហារលាកបង្ហួរនោះក្រោយការរួមដំណេកនៅក្រោយការរួមភេទមិនថាបងប្អូនរួមដំណេកដោយការប្រើប្រាស់ស្រោមអនាម័យរួមដំណេកចាក់ទឹកក្រៅពាងឬមួយក៏រួមដំណេកដោយការបញ្ចូលនៅទឹកកាមទៅក្នុងទ្វារមាសមិនមែនក្នុងស្បូនទេគឺបងប្អូនត្រូវតែមានអនាម័យមួយគឺក្រោយពេលរួមដំណេកហើយត្រូវតែក្រោកទៅបន្ទប់ទឹកបិទចង្តូចចេញនៅក្នុងនោះយើងអាចលាងដោយទឹកធម្មតាក៏បានឬលាងដោយទឹកអនាម័យក៏បានសូមប្រយ័ត្នជៀសវាងការប្រើប្រាស់នៅដៃឧទាហរណ៍ដៃរបស់យើងដៃកក្រិចដៃអីហ្នឹងកុំយកទៅប៉ះទ្វារមាសភ្លាមសូមមេត្តាលាងដៃឲ្យបានស្អាតដើម្បីជៀសវាងការឆ្លងមេរោគចូលទៅកាន់ប្រដាប់ភេទរបស់យើងដូច្នេះខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាសារទៅកាន់បងប្អូនរបស់យើងដើម្បីថែទាំសុខភាពខ្លួនឯងឲ្យបានល្អព្រោះអីការដែលមានការបង្ករោគនៅការរលាកបង្ហួរនោមក្រោយការរួមភេទភាគច្រើនគឺកើតមានឡើងហើយអាចរហូតដល់ទៅធ្វើឲ្យនោមឈាមទៀតហើយពេលខ្លះអ្នកខ្លះរកក្រោយរួមតនិចហើយគឺធ្លាក់សតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាសារជូនទៅកាន់បងប្អូនស្ត្រីរបស់យើងដើម្បីថែទាំសុខភាពស្ត្រីរបស់គាត់ឲ្យបានល្អចា៎សូមអរគុណសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926